យ៉ារ៉ូត្រូវបានបញ្ជូនត្រឡប់ទៅ clinic វិញរឿងចម្លែកជាច្រើនដែលកើតឡើងនៅទីនោះបានធ្វើឲ្យពីការចាប់ផ្ដើមមានការសង្ស័យគាត់បានស្វែងរកព័ត៌មានតាមអ៊ីនធឺណិតហើយរកឃើញថាវិជ្ជបណ្ឌិតលីនគូមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយគ្រូពេទ្យស្រីដែលបានស្លាប់ប៉ុន្តែភ្លាមៗនោះគាត់បានឃើញលីនគូឈរនៅខាងក្រៅបង្អួចក្រសែភ្នែកដ៏សាហាវនិងគួរឲ្យខ្លាចរបស់គាត់ធ្វើឲ្យពីការមានអារម្មណ៍ព្រឺសម្បល់ព្រៀងខ្លួនដើម្បីស្វែងរកការពិតពីការបានប្រមូលសេចក្តីក្លាហានហើយលួចចូលទៅក្នុងការិយាល័យរបស់លីនគូនៅទីនោះគាត់បានរកឃើញអាល់ប៊ុមចម្លែកមួយនៅក្នុងនោះមានសត្វមនុស្សជាច្រើនត្រូវបានរក្សាទុកហើយគ្រប់ទំព័រទាំងអស់សុទ្ធតែមានឈ្មោះមនុស្សកត់ត្រាទុកក្នុងចំណោមឈ្មោះទាំងនោះមានទាំងឈ្មោះរបស់យ៉ារ៉ូនិងគ្រូពេទ្យស្រីដែលបានស្លាប់ផងដែរភ្លាមៗនោះពីការបានដឹងថារឿងអាក្រក់ទាំងអស់នេះប្រហែលជាត្រូវបានរៀបចំឡើងដោយលីនគូប៉ុន្តែនៅពេលគាត់ត្រៀមចាក់ចេញគាត់ស្ទើរតែដើរជួបជាមួយលីនគូនៅមាត់ទ្វារដោយភ័យខ្លាចយ៉ាងខ្លាំងគាត់ក៏ប្រញាប់លាក់ខ្លួននៅពីក្រោយទ្វារបន្ទាប់ពីដឹងថាអាល់ប៊ុមនោះបានបាត់លីនគូក៏ប្រញាប់ទូរស័ព្ទទៅនរណាម្នាក់ភ្លាមៗឈានឱកាសនោះពីការបានរត់គេចចេញពីទីនោះប៉ុន្តែមិនទាន់បានទៅឆ្ងាយប៉ុន្មានផងគាត់ក៏ជួបជាមួយវិជ្ជបណ្ឌិតម្នាក់ទៀតនៅក្នុង clinic គឺវិជ្ជបណ្ឌិតតៃតូពីការបានប្រាប់អ្វីដែលខ្លួនរកឃើញឲ្យតៃតូដឹងដើម្បីកុំឲ្យអ្នកដទៃសង្ស័យអ្នកទាំងពីរបានទៅជួបគ្នានៅឃ្លាំងមួយនៅជាយក្រុងតៃតូបាននិយាយថាគាត់តែងតែសង្ស័យថាគ្រូពេទ្យស្រីដែលបានស្លាប់កាលពី5ឆ្នាំមុនមិនមែនស្លាប់ដោយការធ្វើអត្តឃាតទេប៉ុន្តែត្រូវបានគេសម្លាប់ទោះជាយ៉ាងណាដោយសារខ្វះភស្តុតាងគាត់មិនអាចធ្វើអ្វីបានឡើយគាត់ក៏បានបញ្ជាក់ថាមូលហេតុដែល clinic ត្រូវបានបើកដំណើរការឡើងវិញគឺមួយផ្នែកដើម្បីបម្រើប្រជាពលរដ្ឋនៅតំបន់នោះនិងមួយផ្នែកទៀតដើម្បីស៊ើបអង្កេតរកការពិតដោយសម្ងាត់ឥឡូវនេះពួកគេជឿថាយ៉ារ៉ូអាចជាជនរងគ្រោះបន្ទាប់ដូច្នេះពីការនឹងតៃតូបានប្រញាប់យ៉ារ៉ូទៅកន្លែងដែលគិតថាមានសុវត្ថិភាពប៉ុន្តែអ្វីដែលគ្មាននរណានឹកស្មានដល់នោះគឺនៅយប់ដដែលយ៉ារ៉ូបានបាត់ខ្លួនដោយគ្មានដានពីការបានស្វែងរកគ្រប់ទីកន្លែងប៉ុន្តែមិនអាចរកឃើញគាត់ឡើយទីបំផុតគាត់គ្មានជំរឿនអ្វីក្រៅពីត្រឡប់ទៅ clinic វិញនៅពេលនោះស្រាប់តែមានសម្លេងចម្លែកចេញពីបន្ទប់ spa ពីការដើរទៅពិនិត្យហើយឃើញយ៉ារ៉ូកំពុងអង្គុយក្នុងអាងទឹកបែរខ្នងមកគាត់ដូចជាកំពុងនិយាយជាមួយនរណាម្នាក់មួយរំពេចបន្ទាប់មកពីការដែលភ័យខ្លាចយ៉ាងខ្លាំងបានដើរចូលទៅជិតដើម្បីមើលឲ្យច្បាស់ប៉ុន្តែភ្លាមៗនោះយ៉ារ៉ូបានបើកភ្នែកឡើងហើយទាញគាត់ទម្លាក់ចូលទៅក្នុងអាងទឹកយ៉ាងខ្លាំងហើយនៅវិនាទីនោះពីការក៏បានដឹងការពិតទាំងអស់ការពិតគឺកាលពី5ឆ្នាំមុនគ្រូពេទ្យស្រីមិនបានធ្វើអត្តឃាតឡើយឃាតករពិតប្រាកដគឺតៃតូគាត់បានដាក់ថ្នាំចូលទៅក្នុងទឹកធ្វើឲ្យនាងសន្លប់ហើយបន្ទាប់មកបានរំលោភនាងក្រោយពេលភ្ញាក់ឡើងគ្រូពេទ្យស្រីបានសម្រេចចិត្តរាយការណ៍ទៅប៉ូលីសភ្លាមៗប៉ុន្តែតៃតូបានដឹងរឿងនេះមុនគាត់បានអូននាងចូលទៅក្នុងបន្ទប់ spa ហើយសម្លាប់នាងយ៉ាងឃោរឃៅបន្ទាប់មកគាត់បានឲ្យកម្មករ2នាក់ដែលបានស្លាប់ទៅហើយនោះជួយបង្កើតឆាកខ្លាំងៗឲ្យមើលទៅដូចជាការចងកធ្វើអត្តឃាតនៅពេលនោះរឿងរ៉ាវបានត្រឡប់មកបច្ចុប្បន្នវិញពីការនៅតែត្រូវយ៉ារ៉ូជាប់បែកក្បាលជុកក្នុងទឹកយ៉ាងខ្លាំងសំណាងល្អតៃតូបានមកដល់ទាន់ពេលហើយជួយសង្គ្រោះពីការចេញពីអាងទឹកប៉ុន្តែពេលនេះពីការបានដឹងការពិតទាំងអស់ហើយនៅពេលឃើញមុខឃាតករពិតគាត់ភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលគាត់កំពុងជួយយ៉ារ៉ូរត់គេចយ៉ារ៉ូក៏បានសារភាពថាគាត់ក៏ធ្លាប់ត្រូវតៃតូរំលោភដែរប៉ុន្តែដោយសារត្រូវគំរាមកំហែងគាត់មិនដែលហ៊ានប្រាប់អ្នកណាឡើយពេលនេះអ្វីដែលសំខាន់បំផុតគឺត្រូវរត់គេចចេញពីទីនេះឲ្យបានឆាប់ប៉ុន្តែខណៈដែលពីការកំពុងសង្កេតមើលជុំវិញខ្លួនយ៉ារ៉ូបានត្រូវតៃតូចាប់ធ្វើជាចំណាប់ខ្មាំងរួចទៅហើយតៃតូបានគំរាមថាបើពីការហ៊ានបង្ហាញរឿងនេះដល់អ្នកណាគាត់នឹងសម្លាប់យ៉ារ៉ូភ្លាមឃើញក្រសែភ្នែកដ៏សាហាវរបស់គាត់ពីការបានព្យាយាមរត់គេចប៉ុន្តែត្រូវចាប់បានវិញយ៉ាងឆាប់រហ័សហើយត្រូវច្របាច់ផ្ទុកនឹងជញ្ជាំងពីការបានតស៊ូប្រឆាំងហើយទះកំភ្លៀងតៃតូមួយកំភ្លៀងប៉ុន្តែការតបតនោះបានធ្វើឲ្យតៃតូខឹងកាន់តែខ្លាំងគាត់បានយកកាំបិតចាក់ចូលកណ្ដាលបាតដៃរបស់ពីការនៅពេលដែលជីវិតរបស់ពីការជិតដល់ទីបញ្ចប់លីនគូបានលេចមុខឡើងភ្លាមៗហើយចាប់តៃតូច្របាច់ពីក្រោយរហូតដល់សន្លប់ក្រោយពីរំរបួសឲ្យពីការយ៉ាងសាមញ្ញរួចលីនគូក៏បានប្រាប់ការពិតទាំងអស់គ្រូពេទ្យស្រីដែលបានស្លាប់នោះគឺជាគូដណ្ដឹងរបស់គាត់បន្ទាប់ពីស្រឡាញ់គ្នាមួយរយៈគាត់បានដឹងថានាងមានផ្ទៃពោះមិនយូរប៉ុន្មាននាងក៏ស្លាប់យ៉ាងអាថ៌កំបាំងលីនគូមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីដូច្នេះគាត់បានមកស៊ើបអង្កេតនៅ clinic ហើយទីបំផុតក៏រកឃើញថាឃាតករពិតគឺតៃតូគាត់បានទៅប្តឹងប៉ូលីសភ្លាមៗប៉ុន្តែបន្ទាប់ពីការស៊ើបអង្កេតប៉ូលីសនៅតែសន្និដ្ឋានថាវាជាករណីធ្វើអត្តឃាតវាច្បាស់ណាស់ថាតៃតូមិនមែនជាមនុស្សដែលអាចដោះស្រាយបានដោយងាយឡើយលីនគូបានស្នើឲ្យពួកគេបំផ្លាញបន្ទប់ spa ចោលដើម្បីឲ្យវិញ្ញាណរបស់គ្រូពេទ្យស្រីអាចបានសុខសាន្តប៉ុន្តែភ្លាមៗនោះតៃតូដែលបានភ្ញាក់ពីសន្លប់ក៏ក្រោកឡើងវិញហើយយកកាំបិតចាក់លីនគូហូតរងរបួសធ្ងន់ឃើញដូច្នេះពីការបានប្រញាប់ជួយយ៉ារ៉ូរត់គេចប៉ុន្តែតៃតូមិនមានបំណងលើកលែងពួកគេទេគាត់បានដេញតាមរហូតដល់រោងចក្រចាស់ដែលគេបោះបង់ចោលមួយមុនពេលសម្រាប់ពួកគេ
តែតោបាននិយាយអំពីអតីតកាលដ៏ងងឹតរបស់ខ្លួនកាលពីកុមារភាពម្ដាយរបស់គាត់មានជំងឺធ្ងន់ប៉ុន្តែឪពុករបស់គាត់មិនត្រឹមតែមិនយកចិត្តទុកដាក់ប៉ុណ្ណោះទេថែមទាំងប្រើប្រាស់ប្រពន្ធដូចជាឧបករណ៍សម្រាប់បំពេញតណ្ហារបស់ខ្លួនរយប់ទៀតផងតែតោបានឃើញរឿងទាំងនោះដោយផ្ទាល់ហើយទទួលរងការឈឺចាប់យ៉ាងខ្លាំងក្រោយពេលធំឡើងគាត់បានឆ្លៀតឱកាសបំពុលឪពុករបស់ខ្លួនឲ្យស្លាប់ហើយនោះគឺជាចំណុចចាប់ផ្ដើមនៃផ្លូវងងឹតដែលបានប្រែក្លាយគាត់ទៅជាបេសៃមនុស្សបន្ទាប់ពីនិយាយចប់គាត់ក៏ត្រៀមសម្លាប់យ៉ារ៉ូនិងពីកាសំណាងល្អនៅពេលដ៏គ្រោះថ្នាក់បំផុតគិលានុបដ្ឋាយិកាដែលធ្វើការនៅគ្លីនិកជាច្រើនឆ្នាំបានមកដល់ទាន់ពេលហើយចាក់កំបិតទៅទ្រូងរបស់តៃតូបន្ទាប់មកនាងបានដើរទៅមើលរបួសរបស់យ៉ារ៉ូប៉ុន្តែតៃតូដែលមិនទាន់ស្លាប់បានវាយប្រហារភ្លាមៗនិងកាត់បំពង់ករបស់គិលានុបដ្ឋាយិកានោះក្រោយពីសម្លាប់នាងរួចគាត់ក៏ត្រៀមសម្លាប់យ៉ារ៉ូនិងពីកាម្ដងទៀតនៅពេលនោះវិញ្ញាណគ្រូពេទ្យស្រីដែលស្ថិតនៅក្នុងបន្ទប់ស្ប៉ាហាក់ដូចជាទទួលបានសញ្ញាអាសន្ននាងបានចូលសង្កត់ក្នុងខ្លួនរបស់យ៉ារ៉ូភ្លាមៗមួយរំពេចបន្ទាប់យ៉ារ៉ូប្រៀបដូចជាទទួលបានកម្លាំងអស្ចារ្យគាត់បានរើម៉ាស៊ីនបាញ់ដៃគោនៅលើដីហើយបាញ់ទៅលើតៃតូមិនឈប់ក្រោយពីធ្វើឲ្យគាត់មិនអាចកម្រើកបានវិញ្ញាណដ៏ឈឺចាប់នោះក៏ចាប់ផ្ដើមសងសឹកយ៉ាងសាហាវនាងបានលូតពីលើតៃតូហើយឆ្កៀវផ្ទៃមុខរបស់គាត់បង្កើតជាស្នាមរបួសដ៏វែងមួយបន្ទាប់មកនាងបានខ្វេះក្របភ្នែកមួយចេញទាំងរស់ប៉ុន្តែខណៈដែលនាងត្រៀមបញ្ចប់ជីវិតតៃតូទាំងស្រុងរាងកាយវិញ្ញាណរបស់នាងក៏ចាប់ផ្ដើមរលាយទៅជាផេះហើយបាត់ខ្លួនទៅមូលហេតុគឺលីងគួរដែលរងរបួសធ្ងន់បានជោគជ័យក្នុងការបំផ្លាញបន្ទប់ស្ប៉ាទីបំផុតវិញ្ញាណរបស់គ្រូពេទ្យស្រីក៏អាចសម្រាកដោយសុខសាន្តបានចំណែកឯតៃតូវិញអ្វីដែលកំពុងរងចាំគាត់គឺការផ្ដន់ទាទោសតាមផ្លូវច្បាប់ភាពយន្តនេះបានប្រើទាំងអំពើហិង្សានិងបរិយាកាសភ័យរន្ធត់ដើម្បីបញ្ជូនសារៈមួយដ៏មានអត្ថន័យថាឧក្រិដ្ឋកម្មអាចលាក់ខ្លួននៅក្នុងស្រមោលមួយរយៈប៉ុន្តែការចងចាំរបស់អ្នកស្លាប់និងការភ្ញាក់រលឹករបស់អ្នករស់នឹងធ្វើឲ្យការពិតលេចចេញជានិច្ចវិញ្ញាណនៅគ្លីនិកមិនមែនគ្រាន់តែជាភាពយន្តភ័យរន្ធត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបង្ហាញពីភាពនោះលន់អំពើបាបនិងភាពងងឹតនៅក្នុងចិត្តមនុស្ស5ឆ្នាំបន្ទាប់ពីឧក្រិដ្ឋកម្មដ៏សាហាវការកុហកទាំងអស់ត្រូវបានបំលែងចេញនៅពេលយ៉ារ៉ូនិងពីកាឈានជាចូលគ្រូគ្លីនិកដែលត្រូវបណ្ដាសានេះពួកគេមិនត្រឹមតែប្រឈមមុខនឹងវិញ្ញាណតៃហោងប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រឈមមុខនឹងភាពវិកលចរិតនិងភាពខុសខើដែលលាក់ខ្លួននៅក្នុងជំរឿនបេះដូងមនុស្សក្រោមរបាំងនៃភាពជាវិជ្ជបណ្ឌិតដ៏ល្អតៃតូបានលាក់បាំងនូវភាពលោភលន់និងអំពើព្រៃផ្សៃដែលផ្ទុយពីមនុស្សធម៌ចំណែកវិញ្ញាណរបស់គ្រូពេទ្យស្រីវិញបានក្លាយជាខ្មោចតៃហោងដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនហើយការពិតប្រៀបដូចជាដៃគោដ៏មុតស្រួចដែលអាចទម្លុះរាល់ការកុហកទាំងអស់នៅពេលវិញ្ញាណចាប់ផ្ដើមខ្សឹបប្រាក់ការពិតនឹងហែកចេញក្នុងភាពងងឹត